រឿងនេះនិយាយអំពីនារីម្នាក់ដែលមានឋានៈជាអនុសេនីយ៍ឯកនៃកងទ័ពជើងទឹកដែលបានចេញច្បាប់ឈប់សម្រាកមកលេងស្រុកកំណើតហើយបានប្រទះឃើញជនពាលម្នាក់កំពុងធ្វើបាបស្ត្រីចំណាស់ម្នាក់នៅតំបន់ជនបទនាងបានប្រើប្រាស់ជំនាញរបស់នាងដើម្បីដាក់ទោសនិងអប់រំកែប្រែជននោះឲ្យក្លាយជាមនុស្សល្អវិញមុននឹងទស្សនាវីដេអូសូមមេត្តាចុច Subscribe និង Like ដើម្បីជាកម្លាំងចិត្តដល់ពួកយើងនៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅនៃរដូវប្រាំងកប៉ាល់ដឹកអ្នកដំណើរធុនធំមួយបានបញ្ចេញសំឡេងស៊ីភ្លេយ៉ាងខ្លាំងអឹងកងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមុននឹងចាប់ផ្ដើមធ្វើដំណើរយឺតឆ្ពោះទៅកាន់កោះមួយនៅដែនសមុទ្រកម្ពុជាក្នុងចំណោមភ្ញៀវទេសចរនិងអ្នកស្រុកជាច្រើនដែលកំពុងឈរនៅលំហអាកាសនៃប៉ាល់មាននារីម្នាក់កំពុងឈរផ្អែកបង្កាន់ដៃសម្លឹងទៅកាន់ជើងមេឃដោយមិនរង្គោះរង្គើសក់កាត់ខ្លីត្រឹមស្មាស្បែកពណ៌ស្រអែមដោយសារកម្ដៅថ្ងៃនិងសាច់ដុំស្មាដ៏រឹងមាំដែលលេចចេញតាមអាវយឺតបង្ហាញពីភាពរឹងមាំរបស់នាងមានឈ្មោះថាសុភាមានឋានន្តរស័ក្តិជាអនុសេនីយ៍ឯកនាងគឺជានាយទាហានសកម្មនៃកងទ័ពជើងទឹកកម្ពុជាដែលប្រចាំការនៅតំបន់ការពារដែនសមុទ្រសម្រាប់នាងកោះកំណើតនេះមិនមែនត្រឹមតែជាកន្លែងបំពេញកាតព្វកិច្ចការពារជាតិប៉ុណ្ណោះទេប៉ុន្តែវាគឺជាឫសគល់និងជាស្រុកកំណើតដែលលោកតាសារ៉ិនរបស់នាងបានរស់នៅពេញមួយជីវិតនេះជាការឈប់សម្រាករយៈពេលមួយសប្តាហ៍លើកដំបូងបន្ទាប់ពីនាងបានបំពេញបេសកកម្មអស់រយៈពេលមួយឆ្នាំកន្លះនាងកំពុងធ្វើដំណើរទៅកាន់កោះនោះវិញដើម្បីចំណាយពេលដ៏មានតម្លៃនេះជាមួយលោកតាដែលជាសាច់ញាតិតែមួយគត់របស់នាងការធ្វើដំណើរតាមសមុទ្រជាច្រើនម៉ោងអាចជារឿងគួរឲ្យធុញទ្រាន់សម្រាប់អ្នកដទៃប៉ុន្តែសម្រាប់សុភាវាគឺជាដំណើរដែលនាងធ្លាប់ស្គាល់ក្លិនទឹកប្រៃនៃសមុទ្រសំឡេងសត្វរំពេនិងអារម្មណ៍នៃការទទួលខុសត្រូវការពារដែនទឹកជាតិគឺជាអ្វីដែលធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួននាងគឺជាអនុសេនីយ៍ឯកសុភាដ៏ពិតប្រាកដនៅពេលកប៉ាល់ចូលចតនៅកំពង់ផែនៃកោះរូបភាពដែលធ្លាប់ស្គាល់បានស្វាគមន៍នាងផ្ដាពាក្យស្លោកការពារជាតិសាសនាព្រះមហាក្សត្រគីនិងរថយន្តយោធាដែលចតនៅកន្លែងខ្លះបង្ហាញថាទីនេះគឺជាតំបន់យុទ្ធសាស្ត្រនិងជាខ្សែត្រៀមជួរមុខបរិយាកាសនេះធ្វើឲ្យសុភាមានអារម្មណ៍កក់ក្ដៅទៅវិញជំរាបសួរលោកតាសុខសប្បាយជាទេបុរសចំណាស់ម្នាក់ដែលកំពុងឈររង់ចាំនាងនៅកំពង់ផែទោះបីសក់ស្កើពេញក្បាលនិងមុខមានស្នាមជ្រីវជ្រួញប៉ុន្តែភ្នែករបស់គាត់នៅតែភ្លឺថ្លានិងមុតស្រួចគាត់គឺលោកតាសារ៉ិនអតីតយុទ្ធជនជើងទឹកដ៏ល្បីឈ្មោះម្នាក់សុភាបានលើកដៃគោរពតាមបែបយោធាយ៉ាងម៉ឺងម៉ាត់តាសារ៉ិនសើចហើយដើរមកទះស្មានាងថ្នមទៅមកហើយឬចៅស្រីរបស់តាមិនបាច់គោរពបែបនេះទេនេះជាពេលឈប់សម្រាកហើយតែមើលចុះមុខស្គមអស់ហើយហ្វឹកហាត់លំបាកណាស់មែនទេអាចទ្រាំបានតាបើប្រៀបនឹងជំនាន់លោកតាគឺនៅឆ្ងាយណាស់គីមានស្មារតីបែបនេះល្អហើយតោះទៅផ្ទះតាបានធ្វើស៊ុបមាន់ដែលចៅចូលចិត្តទុកឲ្យហើយជិះលើឡានដឹកទំនិញចាស់របស់លោកតាឆ្ពោះទៅផ្ទះតាមបង្អួចឡានសុភាបានឃើញទេសភាពចំការដូងនិងឆ្នេរខ្សាច់សបោះដែលជាសម្បត្តិធម្មជាតិនៃកោះនេះសុភានឹកឃើញកាលពីក្មេងដែលនាងធ្លាប់ដើររើសគ្រាប់ខ្ចៅជាមួយលោកតាហើយលោកតាធ្លាប់ប្រាប់ថាសុភាធំឡើងត្រូវតែរឹងមាំដូចតានេះដើម្បីការពារជាតិនិងទឹកដីរបស់យើងពាក្យនោះបានคล้ายជាគោលដៅជីវិតរបស់នាងដែលធ្វើឲ្យនាងជ្រើសរើសផ្លូវជាទាហានជើងទឹកទោះបីវាជាផ្លូវដ៏លំបាកសម្រាប់នារីក៏ដោយហើយនាងមិនដែលសោកស្ដាយនឹងការសម្រេចចិត្តនេះឡើយជានោះមួយរយៈនេះនៅតែមិនកែច្រិតសោះចេះតែដើរបង្កបញ្ហាគឺលោកតាដែលកំពុងកាន់ចង្កូតឡានស្រាប់តែនិយាយឡើងឈ្មោះគឺជាក៏ធ្វើឲ្យសុភាជ្រួញចិញ្ចើមភ្លាមគេគឺជាក្មេងក្នុងភូមិជាមួយគ្នាពីមុនប៉ុន្តែឥឡូវបានក្លាយជាអ្នកលេងប្រចាំកោះដែលអ្នកណាក៏ក្រវីក្បាលដាក់គេនៅតែអញ្ចឹងទៀតឬមិនដឹងវាទៅរៀនស្អីពីណាពីណេមកទេធ្វើខ្លួនក្អេងក្អាងដើរគំរាមចាស់ទុំក្នុងភូមិប្រភេទនឹងតតែចាប់ដាក់ជំរុំវឹកហាត់ទាហានឲ្យស្ពីដេរត់ទើបវាคล้ายជាមនុស្សឬលោកតាត្អូញត្អែសុភាមានអារម្មណ៍មិនល្អការដែលមានមនុស្សដូចសត្វល្អិតចង្រៃបែបនេះនៅក្នុងភូមិដ៏ស្ងប់ស្ងាត់ដែលនាងការពារគឺជារឿងដែលមិនអាចទទួលយកបានប៉ុន្តែក្នុងអំឡុងពេលវិស្មកាលនេះនាងចង់បំភ្លេចរឿងរ៉ាវមិនសប្បាយចិត្តទាំងនោះសិនដោយចង់ចំណាយពេលសម្រាកជាមួយស៊ុបមាន់ស្នាដៃលោកតាប៉ុន្តែផ្ទុយពីបំណងប្រាថ្នារបស់នាងជោគវាសនាបានត្រៀមបេសកកម្មមួយទៀតសម្រាប់នាងហាក់ដូចជាចង់ឲ្យនាងលាងសម្អាតភាពកខ្វក់ដែលកំពុងលាក់ខ្លួននៅក្រោមសម្រស់នៃកោះនេះនៅក្នុងការចងចាំពីកុមារភាពរបស់សុភាទីប្រជុំជននៃកោះនេះតែងតែមានកាហាងគុយទាវយាយម៉ាលីកជាចំណុចកណ្ដាលទោះបីជាវាគ្រាន់តែជាតូបតូចចាស់មួយក៏ដោយប៉ុន្តែក្លិនទឹកស៊ុបដ៏ឈ្ងុយឆ្ងាញ់ដែលចេញពីទីនោះគឺជាភាពកក់ក្ដៅដែលជួយលួងលោមការនឿយហត់របស់អ្នកភូមិហើយយាយម៉ាលីដែលជាម្ចាស់ហាងបានមើលថែហាងនេះរាប់សិបឆ្នាំមកហើយគាត់ប្រៀបដូចជាជីដូនបង្កើតរបស់សុភាអញ្ចឹងដោយសារឪពុកម្ដាយចែកឋានចោលតាំងពីតូចសុភារស់នៅជាមួយលោកតាហើយយាយម៉ាលីតែងតែឲ្យគុយទាវមួយចានធំ
នឹងអង្អែលក្បាលនាងថាចៅសុភាញ៉ាំឲ្យច្រើននឹងអាវធំឡើងនៅថ្ងៃទី2នៃវិស្មកាលសុភានិងលោកតាបានទៅហាងគុយទាវនៅពេលរសៀលដើម្បីជៀសវាងពេលមនុស្សច្រើនដោយបំណងចង់និយាយលេងជាមួយយាយម៉ាលីយាយខ្ញុំមកលេងហើយសំឡេងដ៏រីករាយរបស់នាងធ្វើឲ្យយាយម៉ាលីដែលកំពុងលាងចាននៅខាងក្រោយភ្ញាក់ហើយរត់ចេញមកអូព្រះអើយនេះនរណាគេនឹងចៅស្រីអនុសេនីឯករបស់យើងមែនទេយាយម៉ាលីចាប់ដៃសុភាហើយរលីងរលោងទឹកភ្នែកទោះបីជាពេលវេលាធ្វើឲ្យខ្នងគាត់កាន់តែគុំនិងមុខមានស្នាមជ្រីវជ្រួញច្រើនក៏ដោយប៉ុន្តែភ្នែកដ៏កក់ក្ដៅដែលសម្លឹងមកសុភាគឺនៅដែរយាយនឹកណាស់មិននឹកស្មានថាចៅត្រឡប់មកវិញដោយសុវត្ថិភាពបែបនេះទេនិយាយអីចឹងយាយត្រូវនៅលក់គុយទាវឲ្យខ្ញុំ100ឆ្នាំទៀតណាព្រោះរាល់ពេលខ្ញុំមកលេងខ្ញុំត្រូវតែបានញ៉ាំស្នាដៃយាយគេសំដីលេងសើចរបស់សុភាធ្វើឲ្យយាយម៉ាលីសើចពួកគេទាំង3នាក់បានអង្គុយជែកគ្នាយ៉ាងសប្បាយរីករាយរសជាតិគុយទាវនៅតែឆ្ងាញ់ដែរស្រាប់តែទ្វារហាងត្រូវបានរុញបើកយ៉ាងខ្លាំងហើយបុរសម្នាក់បានដើរចូលមកដំណើរក្អេងក្អាងមុខមាត់ពេញដោយការមិនពេញចិត្តនឹងដៃមានសាក់រូបនោះគឺអាជាដែលលោកតាបាននិយាយកាលពីម្សិលមិញគេក្រឡេកមើលក្នុងហាងហើយពេលឃើញសុភាគេបញ្ចេញស្នាមញឹមចំអកអូហូនេះជានរណាទាហានជើងទឹកដ៏អស្ចារ្យមកលេងស្រុកមែនទេមកលេងឬមកអួតសម្ដីរបស់គេពោពេញដោយការឌឺដងសុភាមិនតតហើយដាក់ស្លាបព្រាចុះលោកតាសារិនសម្លឹងមើលគេដោយមិនពេញចិត្តឯងនេះចាស់ទុំនៅទីនេះមិនមិនចេះគោរពចូលមកមានការអីអុយតាខ្ញុំមិនមែនមករកតាឯងទេខ្ញុំមកនិយាយការងារជាមួយយាយចាស់នេះដូច្នេះកុំចេះអាជាបានដើរទៅរកតកិតលុយដែលយាយម៉ាលីកំពុងឈរគេចង្អុលទៅកន្ត្រកប្រាក់នៅលើតុហើយនិយាយថាយាយថ្ងៃនេះលក់ដាច់គ្រាន់បើវីឃើញមានលុយច្រើនដែរតើក្អត់ទេខ្ញុំគ្មានលុយឲ្យឯងទេគីយាយម៉ាលីនិយាយយ៉ាងមើងម៉ាត់មុខរបស់អាជាប្រែជាកាច់សាហាវភ្លាមយាយចាស់ខ្ញុំនិយាយស្រួលបួលមិនស្ដាប់មែនទេបើចង់លក់ដូរនៅទីនេះទៅទៀតត្រូវបងថ្លៃក្បាលកន្លែងមកមិនដឹងទេថាខ្ញុំជាអ្នកការពារទីនេះវាគឺជាការគំរាមកំហែងយ៉ាងចំហបរិយាកាសក្នុងហាងប្រែជាដានតឹងសុភាបានក្រោកឈរឡើងយឺតភាពត្រជាក់បានសាយភាយចេញពីខ្លួននាងលោកតាចង់ខាត់ប៉ុន្តែនាងក្រវីក្បាលយាយម៉ាលីគឺជាមនុស្សស្លូតត្រង់រកស៊ីសុចរិតមិនគួរត្រូវបានគេគំរាមកំហែងបែបនេះទេការពារស្អីកោះនេះមានទាហាននិងប៉ូលីសការពារត្រឹមត្រូវហើយពួកក្មេងពាដូចឯងមិនមែនជាអ្នកការពារទេឆាប់ចេញទៅយាយម៉ាលីស្រែកតបកំហឹងរបស់អាជាបានផ្ទុះឡើងគេជេរប្រមាថនិងរុញយាយម៉ាលីយ៉ាងខ្លាំងក្អយស្ត្រីចំណាស់បានដួលទៅក្រោយបុកនឹងកៅអីហើយកន្ត្រកលុយបានធ្លាក់រាយប៉ាយពេញអែបនៅពេលនោះពិភពលោករបស់សុភាហាក់ដូចជាឈប់វិលអ្វីដែលនាងឃើញមិនមែនគ្រាន់តែជាយាយម៉ាលីដួលនោះទេប៉ុន្តែគឺជាការជន់ឈ្លីលើសេចក្តីថ្លៃថ្នូររបស់អ្នកភូមិនិងមនុស្សដែលនាងគោរពស្រឡាញ់ខណៈដែលអាជាកំពុងសេទៅរើសលុយសំឡេងដ៏ត្រជាក់មួយបានបន្លឺឡើងពីក្រោយក្នុងគេឈប់ត្រឹមនឹងសំឡេងនោះមិនខ្លាំងទេប៉ុន្តែមានអំណាចអាជាងាកមកក្រោយហើយឃើញសុភាកំពុងឈរសម្លឹងគេដោយភ្នែកដ៏កាចសាហាវដូចជាសត្វខ្លារង់ចាំត្របាក់ចំណីនាងលែងជាចៅស្រីដ៏កក់ក្ដៅទៀតហើយតែជាអនុហ្វេនេឯកដែលឆ្លងកាត់ការហ្វឹកហាត់យ៉ាងតឹងរ៉ឹងសុភាមិនខ្វល់ពីគេនាងដើរទៅជួយគ្រីយាយម៉ាលីកយាយមិនអីទេក្រោករួចទេយាយមិនអីទេចៅតែមើលវាធ្វើដាក់យាយចុះសុភាបានដាក់យាយម៉ាលីឲ្យអង្គុយលើកៅអីហើយពិនិត្យមើលរបួសឃើញថាមិនមានរបួសធ្ងន់ធ្ងរប៉ុន្តែការភ័យខ្លាចក្នុងភ្នែករបស់គាត់ធ្វើឲ្យឈាមក្នុងខ្លួននាងពុះកញ្ជ្រោលនាងងាកមកប្រឈមមុខនឹងអាជាឯងដឹងទេថាទង្វើរបស់ឯងមានន័យយ៉ាងម៉េចសុភានិយាយដោយសំឡេងស្មើក៏ស្អីគ្រាន់តែប្រដៅយាយចាស់ម្នាក់ហ្នឹងហើយនាងឯងកុំមកចេះអាងខ្លួនជាទាហានមែនទេស្រីដូចនាងឯងគួរតែទៅធ្វើរឿងផ្សេងមិនមែនមកពាក់ខោអាវទាហានដើរក្រអើតក្រទុំបែបនេះទេពាក្យសម្ដីមើលងាយភេទនិងស្ថាប័នបែបនេះធ្វើឲ្យលោកតាសារិនក្តៅស្លឹកត្រចៀកប៉ុន្តែសុភាបានលើកដៃឃាត់នាងដឹងថាការប្រយុទ្ធនេះជារបស់នាងបានដកទូរស័ព្ទចេញមកហើយចុចលេខប៉ូលីសឃើញបែបនេះអាជាសើចចំអកហាហាហៅប៉ូលីសផងហៅមកមុនប៉ូលីសមកដល់ខ្ញុំនឹងវាយនាងឯងឲ្យបែកមាត់សិនគេស្ទុះចូលមកវាយសុភានៅពេលនោះសុភាបាននិយាយទៅកាន់ទូរស័ព្ទយ៉ាងច្បាស់គេរាយការណ៍ពីករណីហិង្សានិងកំហែងយកប្រាក់នៅហាងគុយទាវយាយម៉ាលីដែមខាងកាន់ទូរស័ព្ទដែមខាងទៀតនាងត្រៀមប្រយុទ្ធពេលដៃរបស់អាជាស្ទុះមកចាប់កៅអៅនាងសុភាបានគេចខ្លួនយ៉ាងលឿនដូចភ្លេចបន្ទោនាងមិនគេចចេញឆ្ងាយទេ
តែចូលទៅគៀកខ្លួនគេហើយប្រើដៃឆ្វេងចាប់ក្តៅគេនិងដៃស្ដាំវាយកែងដៃចូលទៅក្នុងសន្លាក់ដៃរបស់គេយ៉ាងខ្លាំងកាហាអាជាស្រែកដោយការឈឺចាប់ក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកសុភាបានទាញដៃគេហើយប្រើជង្គង់ស្ដាំអុកចូលទៅក្នុងពោះរបស់គេយ៉ាងធ្ងន់នេះគឺជាក្បាច់គុនលពុកតដែលនាងបានហ្វឹកហាត់កអាជាដួលខ្ពកទៅលើឥដ្ឋមុខឡើងស្វាយដោយសារការឈឺចាប់និងដកដង្ហើមមិនរួចសុភាមិនឈប់ត្រឹមនឹងនាងបានចាប់បត់ដៃគេទៅក្រោយហើយយកជង្គង់សង្កត់លើខ្នងរបស់គេធ្វើឲ្យគេមិនអាចរើរួចត្រឹមតែ3វិនាទីបុរសមាសធំត្រូវស្ត្រីម្នាក់ផ្ដួលយ៉ាងងាយកុំរើបារើទៀតដៃនេះនឹងពិការសម្ដីរបស់សុភាគឺដាច់ខាតមិនយូរប៉ុន្មានប៉ូលីសប៉ុស្តិ៍បានមកដល់ពួកគេភ្ញាក់ផ្អើលនឹងទិដ្ឋភាពនេះគឺជនបង្កហេតុត្រូវបានឃាត់ខ្លួនខ្ញុំប្រកល់ជូនសមត្ថកិច្ចគឺសុភានិយាយដោយស្ងប់ស្ងាត់ខណៈពេលប៉ូលីសចាប់វាខ្នោះអាជានៅតែស្រែកជេរប្រមាថពួកឯងចាំមើលខ្ញុំមិនទុកឲ្យពួកឯងសុខទេសុភាដើរទៅជិតគេហើយបង្ហាញកាតសម្គាល់ខ្លួនយោធាក៏ខ្ញុំគឺអនុហ្វេនេឯកសុភានៃកងទ័ពជើងទឹកថ្ងៃនេះខ្ញុំចាប់ឯងមិនមែនក្នុងនាមជាទាហានទេគឺក្នុងនាមជាពលរដ្ឋនិងជាចៅរបស់យាយម៉ាលីរាល់ពាក្យជេរប្រមាថនិងការគំរាមកំហែងរបស់ឯងខ្ញុំនឹងប្តឹងតាមច្បាប់ទាំងអស់នៅប៉ុស្តិ៍ប៉ូលីសបរិយាកាសតានតឹងណាស់យាយម៉ាលីនិងលោកតាសារិនបានផ្ដល់សក្ខីកម្មយ៉ាងច្បាស់លាស់គេវាធ្វើបាបអ្នកស្រុកយូរហើយលោកប៉ូលីសត្រូវតែចាត់ការវាឲ្យសមលោកតាសារិននិយាយសុភាបានផ្ដល់ចម្លើយយ៉ាងច្បាស់លាស់អំពីផ្លូវច្បាប់ប៉ុន្តែនៅពេលនាងសម្លឹងមើលអាជាដែលអង្គុយមុខស្ងួតក្នុងបន្ទប់ឃុំឃាំងនាងមានគំនិតមួយផ្សេងទៀតគឺលោកមេប៉ុស្តិ៍ខ្ញុំសុំនិយាយមួយម៉ាត់ក្បាតអ្នកគ្រូអនុហ្វេនេមានការអីការដាក់គុកវាជារឿងត្រឹមត្រូវតាមច្បាប់ប៉ុន្តែសម្រាប់មនុស្សប្រភេទនេះការជាប់គុកប៉ុន្មានខែមិនអាចកែច្រិតបានទេខ្ញុំចង់ស្នើសុំការអប់រំកែប្រែពិសេសមួយតាមរបៀបកងទ័ពតើមានន័យថាមេប៉ុស្តិ៍សួរដោយញឿនឆ្ងល់ក៏ខ្ញុំនឹងអប់រំគេឲ្យស្គាល់ពីតម្លៃនៃកម្លាំងនិងការទទួលខុសត្រូវមិនមែនជាការប្រើហិង្សាទេប៉ុន្តែជាការវឹកហាត់ផ្លូវចិត្តនិងកាយសម្បទាព្រមទាំងឲ្យធ្វើការងារបម្រើសហគមន៍វិញបើលោកអនុញ្ញាតឃើញពីការតាំងចិត្តរបស់នាងមេប៉ុស្តិ៍ក៏យល់ព្រមប៉ុន្មានថ្ងៃក្រោយមកអាជាត្រូវបានដោះលែងជាបណ្ដោះអាសន្នដោយមានលក្ខខណ្ឌត្រូវទទួលការអប់រំពីសុភានៅឆ្នេរខ្សាច់ដែលមានថ្មដុំធំសុភាបានបញ្ជាឲ្យអាជាលើកថ្មមួយដុំធំឯងគិតថាឯងខ្លាំងមែនទេលើកថ្មនេះឡើងលើក្បាលអាជាគ្មានជំរើសក៏ប្រឹងលើកថ្មនោះអង្គុយចុះក្រោកឡើង1 2សុភាស្រែកបញ្ជាដូចវឹកហាត់ទាហានថ្មីក៏រាល់ថ្ងៃពួកយើងវឹកហាត់បែបនេះដើម្បីការពារជាតិមិនមែនដើម្បីទៅធ្វើបាបយាយចាស់ទេកម្លាំងដែលឯងមានគឺសម្រាប់ជួយអ្នកខ្សោយមិនមែនជន់ឈ្លីគេទេអាជាហត់សឹងដាច់ខ្យល់ដួលទៅលើខ្សាច់នេះជាលើកទី1ហើយដែលគេដឹងថាខ្លួនឯងខ្សោយប៉ុណ្ណាការខ្លាំងពិតប្រាកដគឺការចេះការពារការក្លាហានពិតប្រាកដគឺការចេះអត់ធ្មត់និងទទួលខុសត្រូវក៏សុភានិយាយទៅកាន់គេថ្ងៃបន្ទាប់សុភាបាននាំអាជាទៅហាងគុយទាវយាយម៉ាលីក៏ចាប់ពីថ្ងៃនេះទៅឯងត្រូវធ្វើការនៅទីនេះលាងចានជូតផ្ទះនិងរែកទឹកគ្មានប្រាក់ឈ្នួលទេតែមានបាយ3ពេលនេះជាការលាងបាបរបស់ឯងអាជាត្រូវធ្វើការធ្ងន់ដែលខ្លួនធ្លាប់តែមើលងាយអ្នកស្រុកដែលមកញ៉ាំគុយទាវនាំគ្នាសើចចំអកឲ្យគេខ្មាស់គេណាស់ប៉ុន្តែមិនហ៊ានថ្វាយាយម៉ាលីមិននិយាយរកគេសំបីមួយម៉ាត់ដែលធ្វើឲ្យគេកាន់តែមានអារម្មណ៍ខុសប៉ុន្តែយូរទៅអាជាចាប់ផ្ដើមយល់គេបានឃើញការលំបាករបស់យាយម៉ាលីដែលត្រូវក្រោកពីព្រលឹមដើម្បីដាំទឹកស៊ុបគេឃើញស្នាមញញឹមរបស់អ្នកស្រុកពេលបានញ៉ាំគុយទាវក្តៅថ្ងៃមួយមានយាយម្នាក់យួរអង្ករធ្ងន់ដើរចូលហាងដោយមិនដឹងខ្លួនអាជាបានស្ទុះទៅជួយយួរអង្ករនោះទៅទុកអរគុណហើយចៅខស្ត្រីចំណាស់នោះនិយាយមុខរបស់អាជាឡើងក្រហមយប់នោះពេលកំពុងលាងចានយាយម៉ាលីបានយកគុយទាវមួយចានមកដាក់ឲ្យគេញ៉ាំទៅវាជាពាក្យដំបូងដែលគាត់និយាយរកគេអាជាញ៉ាំគុយទាវនោះទាំងទឹកភ្នែកហូររសជាតិគុយទាវប្រៃដោយសារទឹកភ្នែកនៃការសោកស្ដាយនិងការដឹងគុណមួយសប្តាហ៍បានកន្លងផុតទៅដល់ពេលដែលសុភាត្រូវត្រឡប់ទៅអង្គភាពវិញនៅកំពង់ផែលោកតាសារិននិងយាយម៉ាលីបានមកជូនដំណើរនាងនៅមិនឆ្ងាយប៉ុន្មានអាជាដែលស្លៀកពាក់ស្អាតបាតបានឈរនៅទីនោះដែរគេលោកតាយាយសូមថែរក្សាសុខភាពផងណាលើកក្រោយខ្ញុំនឹងមកលេងទៀតពេលនោះអាជាបានដើរចូលមកគេហុចថង់មួយឲ្យនាងនេះយាយម៉ាលីឲ្យផ្ញើតាមផ្លូវមាននំនិងផ្លែឈើខ្លះគឺគេនិយាយទាំងអៀនអរគុណគឺសុភាពទួយកអាជាស្ទាក់ស្ទើរមួយសន្ទុះរួចក៏លើកដៃសំពះនាងយ៉ាងទាបបំផុតដោយក្តីគោរពចេញពីចិត្តអរគុណអ្នកគ្រូដែលបានបង្រៀនឲ្យខ្ញុំស្គាល់ថាអ្វីជាមនុស្សខ្ញុំសន្យាថានឹងកែខ្លួននិងរស់នៅឲ្យបានត្រឹមត្រូវក៏សុភាញឹមហើយទះស្មាគេខ្ញុំជឿជាក់លើឯង
សំឡេងក្បាលបន្លឺឡើងម្ដងទៀតសុភីឈរនៅលើក្បាលសម្លឹងមើលទៅច្រាំងនាងឃើញលោកតានិងយាយម៉ាលីបកដៃហើយអាជានៅតែឈរមើលនាងសុភីបានបែរមុខទៅរកពួកគេរួចលើកដៃគោរពយ៉ាងម៉ឺងម៉ាត់ទៅដើម្បីជាតិនេះមិនមែនជាការគោរពចំពោះតែបុគ្គលទេតែជាការគោរពចំពោះទឹកដីកំណើតនិងចំពោះវិញ្ញាណក្ខន្ធនៃការផ្លាស់ប្ដូររបស់មនុស្សម្នាក់ដែលបានរកឃើញផ្លូវត្រូវវិញកប៉ាល់បានធ្វើដំណើរឆ្ពោះទៅលំហសមុទ្រវិញអនុហ្វេនេឯកសូភាត្រឡប់ទៅការពារដែនសមុទ្រវិញដោយចិត្តស្ងប់នាងបានដឹងច្បាស់ថាសមរភូមិមិនមែនមានតែនៅព្រំដែនទេតែការការពារសេចក្តីល្អនៅក្នុងសង្គមក៏ជាកាតព្វកិច្ចរបស់ទាហានដូចគ្នាពាក្យស្លោកការពារជាតិសាសនាព្រះមហាក្សត្រគេហាក់ដូចជាបន្លឺឡើងក្នុងចិត្តរបស់នាងស្របពេលដែលព្រះអាទិត្យកំពុងរះលើផ្ទៃសមុទ្រនៃប្រទេសកម្ពុជាសូមអរគុណសម្រាប់ការទស្សនាបើពេញចិត្តវីដេអូនេះសូម